ទូរទស្សនិកជនជាទីគោរពនេះគឺជាកម្មវិធីបង្អួតកញ្ចក់ហើយយើងនឹងជជែកពិភាក្សាអំពីការពិតនៅខាងក្រោយឆាកប្រឡោមលោកហេតុអ្វីយើងជជែកពិភាក្សាពីប្រធានបទនេះយើងសាកក្រឡេកទៅអតីតកាលបន្តិចនៅក្នុងឆ្នាំ1852សៀវភៅប្រឡោមលោកមួយក្បាលដែលមានចំណងជើងថា Uncle John's Cabin បានធ្វើឲ្យរញ្ជួយសង្គមអាមេរិកហើយដែលការសរសេរនោះគឺត្រូវបានអ្នកនិពន្ធ Harriet Beecher Stowe សរសេរលើកទឹកចិត្តឲ្យមានការតបតទៅនឹងទេសភាពហើយដូចគ្នាដែរតកតងទៅនឹងសាច់រឿងនេះគឺបណ្ដាលឲ្យមានការកើតឡើងនៅសង្គ្រាមស៊ីវិលនៅក្នុងសហរដ្ឋអាមេរិកដែលទាមទារឲ្យមានការផ្លាស់ប្ដូរពិសេសប្រឆាំងទៅនឹងទេសភាពដូច្នេះកម្មវិធីរបស់យើងនឹងជជែកពិភាក្សាការពិតនៅក្រោយឆាកប្រឡោមលោកដែលចូលរួមដោយលោកស្រីមីសនសុធារីដែលលោកស្រីត្រូវបានទទួលស្គាល់ថាជាអ្នកនិពន្ធល្បីហើយលោកស្រីក៏ជាអ្នកនិពន្ធប្រឡោមលោកមួយរូបដែរជំរាបសួរលោកស្រីចាសូមជម្រាបសួរលោកស្រីតាក់ទងជាមួយនឹងកិច្ចពិភាក្សាដែលយើងលើកយកការពិតនៅក្រោយឆាកប្រឡោមលោកជាទូទៅនៅក្នុងចំណោមអ្នកអានយើងតែងតែបានដឹងពីសាច់រឿងហើយយើងជក់ទៅតាមសាច់រឿងនីមួយៗប៉ុន្តែយើងមិនដែលដឹងទេថាទម្រាំតែសាច់រឿងនោះពេញលេញហើយคล้ายទៅជាសៀវភៅប្រឡោមលោកមួយក្បាលនោះតើអ្នកនិពន្ធឆ្លងកាត់រឿងរ៉ាវណាខ្លះនៅត្រង់ចំណុចនេះនាងខ្ញុំក៏ចាប់អារម្មណ៍ដែរនៅពេលដែលគេនិយាយទៅដល់សាច់រឿងប្រឡោមលោកគេតែងតែនិយាយអំពីការចាប់ដើមរបស់វាគឺផ្ដើមចេញពីគំនិតដ៏ស្ងាត់ស្ងៀមមួយដូច្នេះនាងខ្ញុំចង់ជម្រាបសួរទៅលោកស្រីថាមុនពេលចាប់ផ្ដើមការសរសេរប្រឡោមលោកមួយថាតើអ្វីជាការចាប់ដើមដំបូងការគិតទៅលើតួអង្គការគិតទៅលើសំណួរឬក៏ការគិតទៅលើស្ថានភាពណាផ្សេងនៃសាច់រឿងនោះចា៎ជាទូទៅការចាប់ផ្ដើមគិតពីរចនាសម្ព័ន្ធនៃប្រឡោមលោកមួយគឺយើងផ្ដោតទៅលើគំនិតថាតើយើងចង់ផ្សាយអ្វីចេញនេះគឺជាទម្លាប់របស់ខ្ញុំពីព្រោះថាយើងជាអ្នកសារព័ត៌មានតាំងពីដើមមកអាជីពរបស់យើងណាគឺជាអ្នកផ្សព្វផ្សាយអញ្ចឹងទៅយើងតែងតែផ្ដោតសំខាន់ទៅលើសារថាតើបើសិនជាយើងផ្សាយអំពីសាច់រឿងនឹងចេញទៅអ្នកអានរបស់យើងទទួលបានសារអ្វីมันកំណត់ថាសារទាំងអស់សុទ្ធតែជាសារអប់រំទេប៉ុន្តែយើងប្រុងប្រយ័ត្នទៅលើថាតើសារហ្នឹងនឹងបង្កើតនៅឥទ្ធិពលបែបណាជាទូទៅគ្រប់គ្នាចង់បានឥទ្ធិពលវិជ្ជមានពីស្នាដៃរបស់ខ្លួនអញ្ចឹងទៅយើងក៏ដាក់សំណួរមកខ្លួនឯងថាវាចាំបាច់ទេហើយបើសិនជាចេញសារហ្នឹងទៅនៅក្នុងរូបភាពបែបហ្នឹងតើខុសប្លែកអីពីស្នាដៃអ្នកដទៃខុសប្លែកអីពីស្នាដៃមុនរបស់យើងចាគេតែនិយាយថាអ្នកនិពន្ធប្រឡោមលោកមិនមែនគ្រាន់តែជាអ្នករៀបរាប់រឿងរ៉ាវទេក៏ប៉ុន្តែជាអ្នកពិនិត្យសង្កេតទៅលើតួអង្គសង្គមឬក៏ស្ថានភាពជាក់ស្ដែងមួយចំនួននៅក្នុងសង្គមនៅត្រង់ចំណុចនេះលោកស្រីអាចបញ្ជាក់បានទេថាការសង្កេតទៅលើបុគ្គលឬក៏សង្គមមួយមុនពេលដំណើរការនៃការសរសេរប្រឡោមលោកនោះតើលោកស្រីមានដំណើរការយ៉ាងដូចម្តេចដែរចា៎ជាទូទៅអ្នកនិពន្ធដូចជាអាជីពច្រើនទៀតដែរគឺយើងចូលចិត្តសិក្សាពីមនុស្សពីព្រោះថាបើសិនជាយើងអត់ស្គាល់អំពីមនុស្សមិនស្គាល់អំពីចិត្តសាស្ត្រយើងអត់ស្គាល់ពីអតិថិជនរបស់យើងទេប៉ុន្តែសម្រាប់ខ្ញុំផ្ទាល់ខ្លួនអត់ដឹងថាអ្នកនិពន្ធផ្សេងទៀតយ៉ាងម៉េចទេនៅពេលដែលខ្ញុំសម្លឹងទៅលើមនុស្សគ្រប់គ្នាដែលយើងបានជួបនៅក្នុងជីវិតបានជួបនៅតាមផ្លូវខ្ញុំភាគច្រើនអត់សូវចាប់អារម្មណ៍ទៅលើរបៀបថារូបភាពខាងក្រៅដែលគាត់បង្ហាញមកយើងស្នាមញញឹមឬមួយក៏សុភាពរាបសារការគោរពគ្នាដែលបង្ហាញស្ដែងចេញតាមរយៈរូបភាពទេពេលច្រើនយើងព្យាយាមរកអ្វីភ្លាមពីក្រោយសកម្មភាពពីក្រោយស្នាមញញឹមពីក្រោយ status ឬក៏ caption មួយហ្នឹងអញ្ចឹងទៅយើងច្រើនតែសួរខ្លួនយើងថានៅពេលដែលបុគ្គលមានប្រតិកម្មបែបហ្នឹងទៅនឹងព្រឹត្តិការណ៍ហ្នឹងតាមពិតទៅមែនតើនៅក្នុងចិត្តគាត់គិតបែបម៉េចវិញតើអ្វីដែលគាត់កំពុងតែបង្ហាញចេញមកហ្នឹងពិតកម្រិតណាហើយគាត់ធ្វើដោយសារបង្ខំឬដោយសារថានេះគឺជាទម្លាប់នៅក្នុងសង្គមមួយដែលគាត់រស់នៅចំណែកការពិតមែនតើគាត់កំពុងពិបាកចិត្តកំពុងឈឺចាប់កំពុងអត់ឃ្លានកំពុងក្រកំពុងមានបានកំពុងខ្លោចផ្សាគាត់កំពុងតស៊ូនឹងអ្វីមួយយ៉ាងដែរអត់នេះគឺជារឿងមួយដែលខ្ញុំគិតថាអ្នកនិពន្ធគឺមានលើសពីអ្នកដែលមិនធ្លាប់សរសេរដោយសារអ្នកនិពន្ធត្រូវចាំបាច់បង្កើតនៅ character តួអង្គនៅក្នុងសាច់រឿងរបស់ខ្លួន
ចឹងបើសិនជាយើងគ្រាន់តែយល់ពីមនុស្សថានៅខាងក្រៅយើងមិនព្យាយាមសិក្សាអំពីអ្វីដែលគាត់លាក់លៀមនៅខាងក្នុងចឹងយើងអត់យល់ពីការឈឺចាប់អត់យល់ពីសេចក្តីរំភើបអត់យល់ពីមហិច្ឆតាមិនយល់អំពីល្បិចកលហើយក៏មិនយល់អំពីចិត្តសប្បុរសនិងអ្វីៗផ្សេងទៀតអស្ចារ្យដែលមនុស្សគ្រប់គ្នាមានដាក់ទៅក្នុងប្រឡំលោករបស់យើងឲ្យមើលទៅមានតួអង្គលេចធ្លោយ៉ាងហោចណាស់ពី3នាក់ដែលជាតួអង្គសំខាន់ហើយពួកគេគឺដើរតួសំខាន់នៅក្នុងការធ្វើឲ្យសាច់រឿងរបស់យើងគឺមានលក្ខណៈតាក់ទាញខុសពីរឿងរបស់យើងមុនឬក៏របស់ស្នាដៃផ្សេងនេះគឺជារឿងដែលខ្ញុំទម្លាប់មាននៅពេលដែលយើងសម្លឹងទៅលើមនុស្សសម្លឹងទៅលើការសិក្សាអំពីសង្គមរស់នៅដើម្បីដាក់មកក្នុងប្រឡំលោកពីព្រោះថាបើសិនជាយើងមើលតែថានៅពេលដែលយើងសរសេរចេញមកក៏ចេញរូបភាពថាដែលយើងបានជួបប្រចាំថ្ងៃចឹងដែរប៉ុន្តែយើងអត់យល់ពីខ្លឹមសារខាងក្នុងអត់យល់ពីអ្វីដែលកំពុងលាក់កំបាំងនៅពីក្រោយសកម្មភាពប្រចាំថ្ងៃរបស់ពួកគាត់ទេអញ្ចឹងយើងសរសេររឿងអត់សូវបានស៊ីជម្រៅទេចា៎នាងខ្ញុំជឿជាក់ថាតាមរយៈការបកស្រាយរបស់លោកស្រីអញ្ចឹងមិត្តអ្នកអានអ្នកដែលចូលចិត្តអានប្រឡំលោកអាចបានដឹងឬក៏អ្នកចូលចិត្តអានជាទូទៅហ្នឹងនឹងបានដឹងហើយថាទម្រាំតែចេញជាសៀវភៅប្រឡំលោកមួយក្បាលហ្នឹងតើអ្នកនិពន្ធត្រូវសង្កេតតាមដានទៅលើជាពិសេសបុគ្គលធម្មជាតិនៃបុគ្គលឬក៏សង្គមហ្នឹងយ៉ាងដូចម្ដេចបើសិនជាទាំងអស់គ្នាសុទ្ធតែសង្កេតមុននឹងធ្វើមុននឹងប្រតិកម្មទៅនឹងបញ្ហាអ្វីមួយនោះសង្គមនឹងកាន់តែប្រសើរដូចជាអ្នកនិពន្ធដូចនេះដែរត្រង់ចំណុចដែលលោកស្រីលើកឡើងថាមានការសង្កេតពិនិត្យស៊ីជម្រៅវិភាគពិចារណានៅខាងក្រោយនេះនាងខ្ញុំក៏ចង់ដឹងដែរនៅពេលដែលបង្កើតតួអង្គមួយចា៎តើជាទូទៅតួអង្គដែលត្រូវបានបង្កើតឡើងណាតែងតែអាចថាទទួលឥទ្ធិពលពីបុគ្គលពិតប្រាកដនៅក្នុងសង្គមឬក៏អាចថាជាការបង្កើតបែបការសម័យដ៏រស់រវើកមួយនោះចា៎ជាទូទៅយើងអាចសម័យបង្កើតសាច់រឿងមួយកើតឡើងដើម្បីបញ្ចេញខ្លឹមសារដែលយើងចង់បញ្ចេញទៅក្នុងសង្គមរស់នៅបើសិនយើងចង់បញ្ចេញខ្លឹមសារល្អយើងបង្កើតសាច់រឿងបែបហ្នឹងទៅហើយបើអ្នកខ្លះវិញគឺគាត់ចង់បញ្ចេញខ្លឹមសារមួយដែលមើលទៅប្លែកពីគេសាហាវខុសខើឬមួយក៏ថាតាក់ទាញខ្លាំងសម្រាប់លក្ខណៈរំញោចផ្លូវចិត្តអ្នកអានដូចជារឿងអ ுக ្រិតកម្មរឿងអីចឹងជារឿងរបស់គាត់ប៉ុន្តែខ្ញុំគិតថាជារួមពេលដែលយើងសិក្សាអំពីបុគ្គលិកលក្ខណៈរបស់មនុស្សជាក់លាក់អ្នកនិពន្ធណាក៏ដូចអ្នកនិពន្ធណាដែរគាត់នឹងដឹងការពិតមួយថាមនុស្សយើងគ្រប់គ្នាអត់មានភាពល្អឥតខ្ចោះទេនៅពេលដែលមនុស្សស្រេកឃ្លាននៅពេលដែលមនុស្សពិបាកគាត់នឹងប្រតិកម្មផ្សេងនៅពេលដែលគាត់មានអំណាចខ្លាំងពេកមានលុយកាក់ច្រើនពេកមានលទ្ធភាពខ្ពស់ពេកធ្វើអីក៏បានគាត់មានប្រតិកម្មផ្សេងទៀតទៅនឹងជីវិតទៅនឹងមនុស្សជុំវិញខ្លួនហើយតួអង្គរបស់យើងពេលខ្លះក៏អាចคล้ายទៅជាតួអង្គអាក្រក់បានដូចគ្នានៅក្នុងកលៈទេសៈឈុតឆាកដែលគាត់ប្រឈមមុខបើសិនជាយើងយល់ពីបញ្ហានេះហើយយើងអាចបង្ហាញអ្នកអានបានថាគ្មាននរណាម្នាក់តែងតែជាតួអង្គល្អរហូតនៅគ្រប់ឈុតឆាកដែលគាត់ប្រឈមមុខសាច់រឿងរបស់យើងមានលក្ខណៈតកៈកាន់តែច្រើនអញ្ចឹងទៅអ្នកអានគាត់ទទួលអារម្មណ៍ដឹងថាដូចជាសាច់រឿងមួយដែលគាត់ទទួលយកបានដែលគាត់ជឿពីព្រោះថាបានកើតឡើងមែននៅក្នុងសង្គមរស់នៅកន្លែងហ្នឹងមានបញ្ហាមួយមានអ្នកនិពន្ធខ្លះក្មេងៗគាត់ត្រូវបានគេបដិបដាលថាសរសេរទៅអាក្រក់ប៉ុណ្ណាក៏ដោយពីព្រោះថាមានរឿងហ្នឹងពិតមែននៅក្នុងសង្គមឧទាហរណ៍អំពើផិតក្បត់អាភ័យអាក្រាតកាយឬមួយក៏ថាឆ្លោះគ្នាវាយដំប្រើអ្វីមួយហិង្សាដើម្បីតែការរស់រានមានជីវិតហេតុអីយើងមិនហ៊ានសរសេរពីព្រោះថាហ្នឹងគឺជាការពិតតាមពិតទៅការពិតមួយចំនួនដែលជាការពិតបង្កើតឡើងដើម្បីតែផលប្រយោជន៍របស់អ្នកសរសេរតាក់ទាញឲ្យមានការរំភើបរំជើបរំជួលអារម្មណ៍មួយគ្រាប៉ុន្តែជះឥទ្ធិពលវែងឆ្ងាយធ្វើឲ្យមនុស្សដែលមានការថ្លឹងថ្លែងមិនបានត្រឹមត្រូវឧទាហរណ៍ថាគាត់នៅក្មេងពេកក្មេងសេចក្តីពេកសម្រាប់ជីវិតហើយគាត់មកអានរឿងបែបហ្នឹងទស្សនារឿងបែបហ្នឹងដូចជាសំបីតែកុនក៏យើងមាន NC 16 NC 18គឺហាមឃាត់អត់ឲ្យមើលអីអញ្ចឹងហើយយើងដាក់លក់រឿងប្រភេទហ្នឹងចេញទៅក៏ធ្វើឲ្យមានការប៉ះពាល់ទៅលើសង្គមអញ្ចឹងនៅពេលដែលត្រូវបានហាមឃាត់ឬក៏ត្រូវបានរិះគន់ក៏គាត់តវ៉ាថាហេតុអីបានជាហាមឃាត់បើរឿងហ្នឹងកើតឡើងជាការពិតនៅក្នុងសង្គមប៉ុន្តែការពិតមួយជ្រុងតូច
ដែលយកមកគ្រប់ដណ្ដប់ទៅលើសារជាច្រើនដែលជាកលឹះអប់រំមានប្រយោជន៍ច្រើនហេតុអីបានជាយើងមិនជ្រើសរើសយកវិធីប្រើសារដោះស្រាយលើបញ្ហាជាងរុញបញ្ហាឲ្យកាន់តែទុំចូលនេះគឺជាសិល្បៈនៅក្នុងការជ្រើសរើសរបស់អ្នកនិពន្ធម្នាក់ៗថាតើនៅក្នុងការពិតដែលយើងបានឃើញទោះបីការពិតនឹងដ៏ខុសខើការពិតនឹងអាក្រក់ហើយយើងជ្រើសរើសវិធីថាយើងបង្ហាញការពិតនឹងដើម្បីឲ្យមនុស្សយកតម្រាប់តាមឬមួយបង្ហាញនៅសិលវិធីនៅក្នុងការដោះស្រាយបើសិនជាមនុស្សនឹងកំពុងស្ថិតនៅក្នុងកលៈទេសៈលំបាកបែបហ្នឹងនេះគឺជាយើងអាចប្រើពាក្យថាឆន្ទានុសិទ្ធិជាសិទ្ធិផ្ដាច់មុខរបស់អ្នកនិពន្ធនៅក្នុងការសម្រេចថាចង់ឃើញបែបណាគឺចង់ឃើញអ្នកអានរបស់ខ្លួនទៅប្រព្រឹត្តឬមួយក៏ចង់ឃើញអ្នកអានរបស់ខ្លួនជៀសវាងពីរឿងហ្នឹងនៅត្រង់ចំណុចនេះនាងខ្ញុំចាប់អារម្មណ៍ដែរដោយលោកស្រីបានលើកឡើងថាអ្នកនិពន្ធមួយចំនួនគាត់ចង់ឲ្យមានការតាក់ទាញហើយយើងបានដឹងហើយថារាល់ការផលិតមិនថាផលិតផលណាមួយសូម្បីតែអត្ថបទអក្សរសិល្ប៍ឬក៏សៀវភៅប្រឡោមលោកគឺយើងត្រូវការឲ្យមានការតាក់ទាញដើម្បីតាក់ទាញចំណាប់អារម្មណ៍របស់មិត្តអ្នកអានដូច្នេះដែរដូច្នេះនៅពេលដែលលោកស្រីលើកឡើងថានៅពេលដែលការពិតមួយមិនគួរត្រូវបានបង្ហាញពីព្រោះវាជះឥទ្ធិពលអាក្រក់តើគេអាចបង្ហាញការពិតមួយដែលជាងនឹងការពិតនោះវាជាការពិតនៅក្នុងសង្គមមានវិធីនៅក្នុងការបង្ហាញដើម្បីកុំឲ្យវារីករាលដាលហើយដើម្បីបង្ហាញថានេះជាគំរូអាក្រក់នោះដែរឬយ៉ាងណាចា៎ជាទូទៅខ្ញុំគិតថាយើងពិបាកនៅក្នុងការកំណត់ដោយអត្តនោម័តដោយមតិខ្លួនយើងតខ្លួនថាអ្វីទៅល្អអ្វីទៅអាក្រក់ប៉ុន្តែយើងគ្រប់គ្នាកើតមកនៅក្នុងផែនដីជាពិសេសក្នុងប្រទេសកម្ពុជាដែលយើងមានវប្បធម៌យូរឆ្នាំចំណាស់ជាប្រជាជាតិមួយដែលមានអរិយធម៌ស្គាល់ខុសស្គាល់ត្រូវស្គាល់គុណស្គាល់ទោសអញ្ចឹងយើងម្លេងអីយើងដឹងថាអ្វីទៅដែលហៅថាអាក្រក់អ្វីទៅដែលល្អដែលឯងប៉ុន្តែមានកលៈទេសៈខ្លះទៀតក៏ពិបាកបែងចែករវាងថាសខ្មៅឬក៏ប្រផេះឬក៏លាយចូលគ្នាចឹងទៅអ្នកនិពន្ធខ្ញុំគិតថាបើសិនជាគាត់អាចសួរខ្លួនឯងនៅសំណួរពី3ឧទាហរណ៍ថាតើរឿងនឹងចាំបាច់ទេនៅក្នុងការបង្ហាញការពិតនឹងបើបង្ហាញទៅតើមនុស្សប្រមាណភាគរយដែលអាចអានហើយយល់ថានេះគឺជារឿងត្រូវជៀសវាងរឿងដែលត្រូវតែរៀបរៀងខ្លួនឯងកុំឲ្យលងខ្លួនរឿងដែលត្រូវតែជួយមនុស្សជុំវិញខ្លួនកុំឲ្យធ្លាក់ទៅក្នុងអន្លង់ហ្នឹងរឿងមួយក៏គាត់យល់ថាគួរតែទៅប្រព្រឹត្តសាកមើលដូចជាមានអារម្មណ៍រំជើបរំជួលល្អនេះគឺជាសំណួរដែលយើងត្រូវសួរហើយយើងត្រូវដឹងថាតួនាទីរបស់យើងមិនត្រឹមតែផ្ញើសារចេញទៅទេយើងត្រូវតែជាអ្នកទទួលខុសត្រូវទៀតយើងទទួលខុសត្រូវនៅអ្វីដែលយើងផ្សាយចេញនេះគឺជាកាតព្វកិច្ចនិងជាការទទួលខុសត្រូវដ៏ធំមួយក្នុងនាមជាអ្នកសរសេរមិនថាសរសេរផ្នែកអីទេមិនថាប្រឡោមលោកឬមួយក៏ថាសរសេរអត្ថបទនៅលើសារព័ត៌មានសរសេរអត្ថបទទស្សនាវដ្តីសរសេរអត្ថបទនៅលើបណ្ដាញសង្គមក្នុងលក្ខណៈផ្ទាល់ខ្លួនកម្រិតណាក៏ដោយបើសិនជាយើងផ្សាយចេញឲ្យមានអ្នកមើលហើយយើងត្រូវទទួលខុសត្រូវនៅអ្វីដែលយើងផ្សាយចេញចាអរគុណលោកស្រីតើតើជាមួយនឹងអត្ថបទដែលដោយលោកស្រីបានមានប្រសាសន៍ចឹងយើងមិនគ្រាន់តែសរសេរទេក៏ប៉ុន្តែត្រូវទទួលខុសត្រូវទៅលើអត្ថបទនោះផងអញ្ចឹងបើយើងត្រឡប់មកទៅលើអត្ថបទប្រឡោមលោកឬក៏ចាសៀវភៅរឿងបែបប្រឡោមលោកសម្រាប់លោកស្រីថាតើវាបានដើរតួសំខាន់អ្វីខ្លះជាពិសេសនៅក្នុងប្រទេសកម្ពុជាយើងពីព្រោះបើតាមប្រវត្តិសាស្ត្រដូចនាងខ្ញុំបានលើកឡើងជាដំបូងអញ្ចឹងនៅក្នុងបណ្ដាសង្គមជឿនលឿនមួយចំនួននោះគឺប្រឡោមលោកនេះបានធ្វើឲ្យមានការរំជើបរំជួលទៅដល់សង្គមទាំងមូលចុះចំណែកនៅក្នុងប្រទេសកម្ពុជាយើងតើមកដល់ពេលនេះប្រឡោមលោកកំពុងតែដើរតួនាទីយ៉ាងដូចម្តេចដែរចា៎ជាអ្នកព្យាបាលចិត្តខ្ញុំគិតថាពាក្យថាប្រឡោមលោកគឺជាការប្រឡោមចិត្តដែលយើងគិតថាយូរមកហើយនៅក្នុងទសវត្សរ៍មុននៅតែមានឥទ្ធិពលធំធេងហើយកាន់តែធំឡើងនៅក្នុងសម័យកាល Digital ដែលយើងឃើញមានព័ត៌មានក្លែងបន្លំព័ត៌មានដើម្បីតែផលប្រយោជន៍តខ្លួនរបស់ក្រុមណាមួយឬក៏បុគ្គលណាមួយអញ្ចឹងទៅភាពខុសគ្នារវាងការអានជាមួយនឹងការតាមដានលើបណ្ដាញសង្គមដែលភាគច្រើនជា audio visual ណាមានទាំងសំឡេងមានទាំងរូបភាព 3D មានលក្ខខណ្ឌល្អងាយស្រួលចង់និយាយថាមិនបាច់ចង់អារម្មណ៍អានមិនបាច់សម័យគឺឃើញនឹងភ្នែកប៉ុន្តែត្រូវចាំមួយថានៅពេលដែលបងប្អូនឬក៏បងប្អូនប្រជាពលរដ្ឋយើងលោកទស្សនាវីដេអូនៅលើបណ្ដាញសង្គមឬក៏នៅលើអ៊ីនធឺណិត
យើងត្រូវបានគេបង្កើតការចាប់អារម្មណ៍សំខាន់បំផុតនៅក្នុងរយៈពេលត្រឹមតែ15វិនាទីដំបូងមានន័យថាអ្វីៗទាំងអស់ដែលល្អបំផុតដែលតាក់ទាញបំផុតគឺគេដាក់នៅខាងមុខនឹងឯងប៉ុន្តែនៅពេលដែលយើងមើលសៀវភៅគឺយើងត្រូវការផ្ចង់អារម្មណ៍ត្រូវការផ្ដោតត្រូវការ focus ត្រូវការសមាសម័យដើម្បីឲ្យចេញនៅរូបភាពអញ្ចឹងលក្ខខណ្ឌខ្ញុំអាចបដូរថាលក្ខខណ្ឌទាំងពីរគឺមួយជាអាហារសម្រន់ដែលមនុស្សត្រូវការបំបត្តិភ្លាមៗនៅពេលដែលស្រេកឃ្លានឬមានពេលវេលាខ្លីមែនតើអញ្ចឹងគាត់ញ៉ាំសិនទៅកុំឲ្យកោពោះពេកអាចទៅធ្វើការទៀតបានប៉ុន្តែជាទូទៅអាហារសម្រន់ដែលជ្រើសរើសមិនបានត្រឹមត្រូវណាដោយសារកត្តាពេលវេលាអញ្ចឹងទៅគឺភាគច្រើនមានបញ្ហាដល់សុខភាពចំណែកអាហារដែលគេហៅ main course និយាយភាសាខ្មែរអាហារដែលសម្រាប់ទំនុកបំរុងរាងកាយតែម្ដងអាហារ2ពេលឬក៏3ពេលដែលយើងប្រើប្រាស់ជាប្រចាំដោយការសម្រិតសម្រាំងជ្រើសរើសគឺជាអាហារដែលចិញ្ចឹមជីវិតរបស់យើងចិញ្ចឹមរាងកាយរបស់យើងចិញ្ចឹមទាំងចិត្តគំនិតរបស់យើងផងដែរដោយមានពាក្យមួយគេនិយាយថាអាហារយើងញ៉ាំអីយើងជាមនុស្សបែបហ្នឹងបើសិនជាយើងលោភញ៉ាំគ្រឿងសង្វឹងឬក៏ញ៉ាំសាច់ញ៉ាំអីច្រើនពេកគ្រឿងដែលមិនល្អវាធ្វើឲ្យយើងខ្លាចជាមនុស្សបែបហ្នឹងដូចគ្នាទៅអនាគតដោយសារថាអាហារចិញ្ចឹមយើងទាំងរាងកាយទាំងផ្លូវចិត្តអញ្ចឹងសាច់រឿងនៅលើបណ្ដាញសង្គមដែលតាក់ទាញយើងត្រឹមតែមួយប៉ព្រិចភ្នែក15វិនាទី3វិនាទី5វិនាទីក៏មានលក្ខខណ្ឌដោយអាហារសម្រន់ដែរត្រូវប្រុងប្រយ័ត្នមើលទៅឆ្ងាញ់មើលទៅងាយមើលទៅឆាប់ឆ្អែតត្រឡប់ទៅធ្វើការវិញបានមានថាមពលលឿនប៉ុន្តែក៏ជាឥទ្ធិពលមិនល្អយើងមិនអាចរស់នៅដោយអាហារសម្រន់ទេយើងត្រូវតែរស់នៅជាមួយនឹងអាហារដែលបីបាច់ចិញ្ចឹមរាងកាយរបស់យើងអញ្ចឹងយើងត្រូវតែចំណាយពេលវេលាទៅលើអាហារទាំង3ពេលឬក៏2ពេលអ្នកខ្លះញ៉ាំ2ពេលអ្នកខ្លះញ៉ាំ3ពេលឲ្យបានត្រឹមត្រូវខ្ជាប់ខ្ជួនមិនថាយើងមានផលប្រយោជន៍ទទួលបានលុយច្រើនប៉ុណ្ណាក៏ដោយយើងត្រូវតែចំណាយពេលសម្រាប់រឿងដែលសំខាន់នៅក្នុងជីវិតយើងដូចគ្នានោះដែរសៀវភៅក៏កាន់តែសំខាន់ដូចអាហារដែលខ្ញុំបានប្រៀបធៀបអំបញ្ញមិញហេតុអីបានខ្ញុំថាសំខាន់នៅពេលដែលយើងលើកសៀវភៅអានយើងបណ្ដោយឲ្យយើងមានទី1ភាពអត់ធ្មត់យើងចាប់ផ្ដើមបង្រៀនយើងឲ្យមានភាពអត់ធ្មត់ទី2យើងបង្រៀនខ្លួនឯងឲ្យ focus ផ្ដោតពីព្រោះឥឡូវយើងបាត់ការផ្ដោតនឹងមែនតែនហ្មងបើថាក្មេងៗវិញបាត់សឹងតែថា 100% កូនក្មេងតូចៗបើសិនជាយើងអត់ទាញគាត់ត្រឡប់មកឲ្យអានមិនទម្លាប់ឲ្យកូនអានមិនទម្លាប់ឲ្យគាត់សិក្សាអំពីអ្វីដែលគាត់បានឃើញក្នុងសៀវភៅគាត់នឹងចូលចិត្តបដែតខ្លួនទៅតាមអាហារសម្រន់នៅលើបណ្ដាញសង្គមមើលវីដេអូទៅហើយគាត់អត់ប្រើ critical របស់គាត់ទេអត់ប្រើការត្រេះរិះពិចារណាទេសៀវភៅធ្វើឲ្យគាត់ចេះពិចារណាមានន័យថាសៀវភៅមិនប្រាប់ទេប៉ុន្តែវាបង្ហាញអរគុណច្រើនលោកស្រីដែលបានចូលរួមនៅក្នុងកម្មវិធីយើងខ្ញុំហើយជាពិសេសតាមរយៈការចែករំលែកការពិតនៅក្រោយឆាកប្រឡោមលោកនោះយើងអាចឆ្លុះបញ្ចាំងនៅការពិតជាច្រើនទៀតដែលនៅខាងក្រោយឆាកផ្សេងៗមិនត្រឹមតែឆាកប្រឡោមលោកទេតាមរយៈការពន្យល់ដ៏ក្បោះក្បាយរបស់លោកស្រីលោកស្រីជាទីគោរពនៅពេលនេះនាងខ្ញុំរួមទាំងវាគ្មិនរបស់យើងសូមអរគុណសូមគោរពលា